Tí 7 Cha bạn tốt protein chia tiền lúa ao lúc nơi không sọc đọc với được ông lô con trai Israel đem quần mạng tai mình cho luôn với sông riêng từ áo vô thực tây cả nàព្រះអង្គទ្រង់តែសពព្រះハរតីឲ្យកូនចៅអ៊ីស្រាអែលចំនួនក្រោយគឺពួកគេដែលមិនធ្លាប់ច្បាំងបានហាត់រៀនធ្វើសង្គ្រាមប្រជាជាតិទាំងនោះមានដូចតទៅជនជាតិភីលីស្ទីនទាំង5នគរជនជាតិកាណានទាំងអស់ជនជាតិស៊ីដូននិងជនជាតិហេវីដែលរស់នៅតាមតំបន់ភ្នំលីបង់ចាប់តាំងពីភ្នំបាហីម៉ូនរហូតដល់ហាម៉ាត់ព្រះអង្គម្ចាស់ទុកសាសទាំងនោះដើម្បីលបងលោមើលឲ្យដឹងថាតើជនជាតិអ៊ីស្រាអែលគោរពតាមបទបញ្ជាដែលព្រះអង្គប្រទានមកពុពៈបរោះគេតាមរយៈលោកម៉ូសេឬយ៉ាងណាហើយនេះហើយបានជាជនជាតិអ៊ីស្រាអែលរួមនៅក្នុងចំណោមជនជាតិហេតជនជាតិអាម៉ូរីជនជាតិពេរីស៊ីតជនជាតិហេវីនិងជនជាតិយេប៊ូគេយកកូនស្រីរបស់សាសទាំងនោះមកធ្វើជាប្រពន្ធហើយក៏លើកកូនស្រីរបស់ខ្លួនឲ្យរៀបការជាមួយកូនប្រុសរបស់សាសទាំងនោះព្រមទាំងនាំគ្នាគោរពថ្វាយបង្គំព្រះនៃសាសទាំងនោះទៀតផងជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់ដែលមិនគប់ព្រះハរតីព្រះអង្គម្ចាស់ជាព្រះរបស់ពួកគេមកផ្លាស់បំភ្លេចព្រះអង្គហើយបែរទៅគោរពព្រះបាល់និងព្រះអាស្ថារវិញព្រះអង្គម្ចាស់ទ្រង់ព្រះភិរោធនឹងជាមួយពួកគេហើយប្រគល់គេនៅក្នុងកណ្ដាប់ដៃរបស់ព្រះបាទគូសារីសាថានជាស្ដេចស្រុកអេរ៉ាមណាហារ៉េជនជាតិអ៊ីស្រាអែលនៅជាចំណុះស្ដេចនោះអស់រយៈពេល8ឆ្នាំជនជាតិអ៊ីស្រាអែលស្រែកអង្វរព្រះអង្គម្ចាស់ព្រះអង្គក៏ធ្វើឲ្យមានអ្នកសង្គ្រោះមួយរូបងើបឡើងសង្គ្រោះជនជាតិអ៊ីស្រាអែលគឺលោកអូធ្នាជាកូនរបស់លោកគេណាដែលត្រូវជាប្អូនរបស់លោកកាឡែព្រះវិញ្ញាណនៃព្រះអង្គម្ចាស់សន្ធិដ្ឋលើលោកអេធ្នាលោកក៏ធ្វើជាមេដឹកនាំរបស់ប្រជាជនអ៊ីស្រាអែលលោកអេធ្នាចេញទៅធ្វើច្បាំងហើយព្រះអង្គម្ចាស់ប្រទានឲ្យលោកមានជ័យជំនះដោយប្រគល់ព្រះបាទគូសារីសាថានជាស្ដេចស្រុកអេរ៉ាមណាហារ៉េមកក្នុងកណ្ដាប់ដៃរបស់លោកស្រុកទេបានសុខសាន្តប្រាំអស់រយៈពេល40ឆ្នាំក្រោយមកលោកអូធាជាកូនរបស់លោកគេណាទទួលមរណភាពទៅជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើអាក្រក់មកគប់ព្រះハរតីព្រះអង្គម្ចាស់សាជាថ្មីហើយនេះព្រះអង្គម្ចាស់ក៏ពង្រឹងអំណាចរបស់ព្រះបាទអេក្លូនជាស្ដេចស្រុកម៉ូអាប់ឲ្យប្រឆាំងនឹងជនជាតិអ៊ីស្រាអែលព្រះបាទអេក្លូនបានគួតដៃជាមួយជនជាតិអាម៉ូននិងជនជាតិអាម៉ាឡេកទៅច្បាំងនឹងអ៊ីស្រាអែលហើយដណ្ដើមយកក្រុងដាម៉ាល់ជនជាតិអ៊ីស្រាអែលនៅចំណុះព្រះបាទអេក្លូនជាស្ដេចស្រុកម៉ូអាប់អស់រយៈពេល18ឆ្នាំជនជាតិអ៊ីស្រាអែលស្រែកអង្វរព្រះអង្គម្ចាស់ព្រះអង្គក៏ធ្វើឲ្យមានអ្នកសង្គ្រោះមួយរូបងើបឡើងសង្គ្រោះពួកគេគឺលោកអេហូជាកូនរបស់លោកកេរ៉ាក្នុងកូនសម្ព័ន្ធបេយ៉ាមីនលោកអេហូប្រើតែដៃឆ្វេងប៉ុណ្ណោះនៅពេលនោះជនជាតិអ៊ីស្រាអែលចាប់លោកអេហូឲ្យនាំសួយសារអាករទៅថ្វាយព្រះបាទអេក្លូនជាស្ដេចស្រុកម៉ូអាប់លោកអេហូធ្វើកំពីដែលមានប្រវែងប្រមាណ1ហាត់ហើយចងផ្អោបនឹងភ្លើងស្ដាំលាក់ក្នុងសម្លៀកបំពាក់របស់លោកនាំសួយសារអាករទៅថ្វាយព្រះបាទអេក្លូនជាស្ដេចស្រុកម៉ូអាប់ព្រះបាទអេក្លូនធាត់ណាស់ក្រោយបានថ្វាយសួយសារអាករហើយលោកក៏វិលទៅវិញជាមួយអង្គអ្នកដែលកាន់សួយសារអាករមកលោកមកដល់ត្រង់រូបបដិមាករដែលនៅជិតទីកាល់លោកបកក្រោយហើយទូលស្ដេចថាបបិទ្ធព្រះករុណាទូលបង្គំមានកិច្ចការសម្ងាត់មួយទូលថ្វាយព្រះអង្គស្ដេចបញ្ជាទៅអ្នកបម្រើឲ្យចេញទៅអស់អ្នកដែលនៅជាមួយស្ដេចក៏ចេញទៅពេលនោះស្ដេចគង់នៅក្នុងបន្ទប់ត្រជាក់ខាងលើជាកន្លែងលំហែកាយសម្រាប់ស្ដេចផ្ទាល់លោកអេហូចូលទៅជិតទូលថាទូលបង្គំមានព្រះបន្ទូលពីព្រះអង្គម្ចាស់សម្រាប់ទូលថ្វាយព្រះករុណាផ្ទាល់ស្ដេចក៏ក្រោកពីកៅអីរំពេចនោះលោកអេហូលូកដៃឆ្វេងយកអំបិតដែលចងផ្អោបនឹងភ្លើងស្ដាំរួចចាក់ត្រង់ពោះស្ដេច
មែន và ăn là hôm đó cho tem đâu nhất thì vui được và tạ mùi tí bấy មុខកប់រហូតដល់កហើយខ្លាំងគួងកបិទចិត្តកបិតនោះលោកអេហូតមិនបានដកកបិតចេញមកវិញទេបន្ទាប់មកលោកអេហូតបានបិទទ្វារបន្ទប់និងចាក់សោយ៉ាងជិតរួចចេញមកក្រៅវិញតាមច្រកខាងក្រោយកាលលោកអេហូតចេញផុតទៅអ្នកបម្រើមកដល់ហើយទ្វារបន្ទប់បិទជិតពួកគេគិតថាប្រហែលជាស្ដេចកំពុងតែដោះទុកសត្វនៅខាងក្នុងនោះហើយមើលទៅគេមកគ្នារងចាំរហូតដល់តែចាប់ក្នុងរយៈពេលដែលគេរងចាំនោះលោកអេហូរត់ឆ្ងាយហួសបដិមាករហើយទៅដល់តំបន់សៃរ៉ាពេលទៅដល់លោកផ្លុំស្នែងក្នុងតំបន់ភ្នំអេប្រាអ៊ីមជនជាតិអ៊ីស្រាអែលចុះពីលើភ្នំទៅជាមួយលោកក៏នាំមកគេលោកប្រកាសថាចូលមកតាមខ្ញុំត្បិតព្រះអង្គម្ចាស់បានប្រគល់សាសម៉ូអាប់ជាខ្មាស់សត្រូវរបស់អ្នករកគ្នាមកក្នុងទឹកដាប់ដៃអ្នករកគ្នាពួកគេទៅជាមួយលោកហើយវាយកកន្លែងទីរៈសម្រាប់ឆ្លងទន្លេយ៉ូដានពីជនជាតិម៉ូអាប់ពួកគេមិនឲ្យនរណាម្នាក់ឆ្លងតាមនោះឡើយនៅគ្រានោះពួកគេបានសម្លាប់ជនជាតិម៉ូអាប់អស់ប្រហែល 10000 នាក់ដែរសុទ្ធតែជាអ្នកខ្លាំងពូកែហើយខ្លាហានផងគឺអត់ទុំឲ្យនរណាម្នាក់រួចជីវិតឡើយចាប់ពីពេលនោះមកជនជាតិម៉ូអាប់នៅក្រោមអំណាចត្រារបស់អ៊ីស្រាអែលហើយស្រុកទេក៏បានសាងត្រារហូតរយៈពេល80ឆ្នាំបន្ទាប់ពីលោកអេហូតលោកសាំកើជាកូនរបស់លោកអណាក៏បានសង្គ្រោះជនជាតិអ៊ីស្រាអែលដែរគឺលោកបានសម្លាប់ជនជាតិភីលីស្ទីនអស់500នាក់ដោយប្រើជំនួសគោអាមែនបាទលោកអ្នកគ្រូយើងមើលនៅទីនេះបាទព្រះគម្ពីរចៅវាយជំពូក3យើងមើលតាំងពីខ1រហូតដល់ចប់លោកអ្នកគ្រូយើងមើលដើមហេតុដោយសារតែការដែលមិនស្គាល់ព្រះលោកអ្នកគ្រូត្រូវតែមើលកន្លែងនេះដោយសារតែការដែលអ៊ីស្រាអែលមិនបានស្គាល់ព្រះអញ្ចឹងពួកគេយ៉ាងម៉េចដែរគឺពួកគេអត់ស្គាល់ពីអត្តសញ្ញាណរបស់ខ្លួនឯងទេយើងរៀនមិញហើយមែនណាពួកយើងមើលពីខ1រហូតមកដល់ខ6លោកអ្នកគ្រូយើងមើលថាព្រះអង្គទុកពួកអ្នកស្រុកទាំងនោះដែលអ៊ីស្រាអែលបានបណ្ដេញចេញហ្នឹងដើម្បីអីគេលបងលោពួកកូនចៅអ៊ីស្រាអែលបាទហើយយើងមើលបន្តទៅទៀតគឺមានរឿងអីកើតឡើងដែលពួកគេធ្វើពេលដែលគេអត់ស្គាល់ព្រះខ6ប្រាប់ថាម៉េចគឺពួកគេយកកូនស្រីរបស់សាដតីមកធ្វើជាប្រពន្ធរបស់កូនខ្លួនឯងហើយលើកូនបាទយកកូនស្រីខ្លួនឯងទៅយកសាដតីមកធ្វើប្តីឲ្យកូនស្រីរបស់ខ្លួនឯងដែរឃើញណាគឺមិនបានមានរឿងអញ្ចឹងកើតឡើងបើកាលណាអ្នកជឿទៅរៀបការជាមួយអ្នកដែលអត់ជឿព្រះលទ្ធផលកូនយើងជឿព្រះឬក៏អត់ជឿមានប៉ុន្តែក៏មានករណីដែរពេលដែលអ្នកជឿទៅរៀបការជាមួយអ្នកអត់ជឿមានករណីតិចតួចមែនណាអត់ច្រើនទេមានករណីតិចតួចដែលគេអ្នកអត់ជឿមកជឿព្រះជាមួយមែនណានឹងក៏មានដែរប៉ុន្តែអត់ច្រើនដល់បានទេបាទតែករណីច្រើនគួរនិយាយប្រហែលថា 99% 100មានមួយហ្នឹងគឺមកយើង100ហ្នឹងក៏មានអត់ដាក់គាត់ថាមានមួយចុះកុំឲ្យថាអត់មានមែនទេតែ99ហ្នឹងតែពេលដែលការចប់គឺយ៉ាងម៉េចដែរខាងយើងហ្នឹងគឺដោយទៅបានគេបាត់ហើយបាទឈប់ជឿជាមួយគេបាត់ហើយហើយយើងមើលខ6នេះប្រាប់ថាពួកអ៊ីស្រាអែលគេបានធ្វើបែបហ្នឹងគេបានធ្វើបែបហ្នឹងបាទគេស្ម័គ្រចិត្តមកព្រមធ្វើអញ្ចឹងដើម្បីអីកុំឲ្យអន់ចិត្តកុំឲ្យពិបាកមើលមុខគ្នាមិនចំមែនទេដើម្បីបង្កើតទំនាក់ទំនងមួយអ្នកអត់ជឿមែនទេប៉ុន្តែបង្កើតទំនាក់ទំនងតាមរបៀបបាទអាពាហ៍ពិពាហ៍នេះគឺងាយនឹងធ្វើឲ្យកូនប្រុសកូនស្រីរបស់អ្នកជឿឈប់ជឿព្រះយើងមើលសម័យលោកណូអេសំណួរសួរថាហេតុអ្វីបានជាមានទឹកជំនន់សម័យលោកណូអេកើតឡើងណា
nơi một trong các bác cha này bà mà dừng mưa cho môi thiên tinh mở bà dừng tại cất nâng cầm đất là bỏ gì lấy dừng mưa lúc các bác cho cô của môi thì mới là đủ bà lúc các bác cho cô muối ta sử dụng cho cô của muối kho bì dừng mưa lúc các bác cho cô muối kho bì gì mà xong nhưng an được học nỉ nó lỗ môi kỳ bảy Kedua lok angkat sembuh yang salah pilih pandai. Hai ke ko bangka ko srai ko pro robot cinta. Khơi thang ko srai robot nu mi rum chao lo sa ke ko hong mi đưa propon pi trong nào satra tiền nông. Bà khơi nhớ bà ní cà phê bọ prai quay vậy bà cà phê bọ prai chắc này không kho phí trong an ơi nè tao làm gì bà sẽ đọc bà cà phê bọ prai chắc cà phê bò đi sắt bà thà núp bộ câu pro robot riết cái khơi câu srai robot nô lô tha chỉ sờ đó có dốt vừa chiều propon tam tại chất kỳ tử nhưng nó chỉ ăn hát để thua ở như tập trung luôn cả thằng tại sao câu pro robot riết do câu sray robot nô lô để mưa này sạch chiếu nó tươi là sờ đó do mặt phước propon robot chẳng chập đào miền này cái ca cọ cả là lúc ấy về để chưa bột đang ọt chứa tới chiến ọt chứa bẹt về đã ọt chứa bẹt từ tam bẹt từ ca ọt chập ở rầmនឹងការថ្វាយគុំព្រះអត់ទៅអត់ទេនេះអត់បាទនឹងជាការអត្តបានដែលយើងត្រូវមើលឲ្យឃើញកន្លែងហ្នឹងឥឡូវនេះគម្ពីរចៅវាយជំពូក3ខ6បានប្រាប់យ៉ាងច្បាស់ថាម៉េចគឺពួកជនជាតិអ៊ីស្រាអែលយកកូនស្រីខ្លួនរៀបការជាមួយកូនប្រុសពួកសាកាណាយកកូនប្រុសរបស់ពួកសាកាណារៀបការមួយកូនស្រីខ្លួនមែនទេបាទគឺចំណងអាពាហ៍ពិពាហ៍យើងមើលព្រះអង្គហាមឬអត់ហាមកន្លែងហ្នឹងហាមបាត់ធ្វើតាមអត់ឃើញទេនេះមិនមែនលោកគ្រូសំណាងហាមទេប្រាប់ឲ្យហើយបាទគឺព្រះគម្ពីរបានចែកមកអញ្ចឹងមែនទេហើយយើងមើលលោកអបាត់ចំពុក6ខ1ខ2មិនក៏មិនមែនចែកពីខ្ញុំដែរគឺជាព្រះគម្ពីរទេបានចែកមកអាមែនទេប៉ុន្តែយើងជាភាគច្រើនយើងយកលេសរបស់យើងមកដោះស្រាយលោកគ្រូឲ្យធ្វើម៉េចទេបើគេស្រឡាញ់ព្រាបាត់ហើយមែនទេឥឡូវយ៉ាងម៉េចដែរសម័យមុននំមិនធំជាងគ្នាទេលោកគ្រូដល់ឥឡូវនំធំជាងបារម្ភបាទឥឡូវនំធំជាងគ្នាហើយខ្ញុំអាចឃុំក្រងគេបានទេចំនំធំជាងគ្នាចំនំតូចជាងគ្នាក៏ដោយសំខាន់តើកូនប្រុសកូនស្រីដែលលោកគ្រូអ្នកគ្រូបានគ្រប់គ្រងចិញ្ចឹមបីបាច់នេះយើងបាននាំគេឲ្យស្គាល់ព្រះហើយបើសិនជាករណីមួយថាយើងអត់ទាន់ជឿព្រះយេស៊ូវអានេះធ្វើម៉េចបើគាត់ការរួចអស់ហើយមែនទេធ្វើម៉េចវារួចហើយតែឥឡូវយើងជឿព្រះយេស៊ូវហើយបាទព្រះបន្ទូលក៏បានប្រាប់ហើយបើកូនព្រះបូកជាមួយកូនមនុស្សលោកទៅជាអីគេលោកក៏បាត់ចំពុក6ខ1ខ2វិញកូនប្រុសរបស់ព្រះបូកជាមួយកូនស្រីរបស់មនុស្សលោកមានបូកទៅស្មើនឹងអីគេស្មើនឹងទឹកជំនន់មែនអត់ឃើញអត់បាទគ្រូជឿបងអត់ជឿទៅជាអត់ជឿហើយស្មើអីគេស្មើនឹងទឹកជំនន់ប្រលិចផែនដីនេះវិនិច្ឆ័យកម្មឃើញអត់នេះក៏ពីទៅហើយកូនអ្នកជឿព្រះបាទកូនដែលរៀនកិច្ចសន្យាបូកនឹងអ្នកអត់ជឿមានរឿងអីកើតឡើងការជិះជាន់សង្កត់សង្កាត់មែនអត់នេះហើយជាហេតុផលដែលអ្នកជឿត្រូវតែរៀបការជាមួយអ្នកជឿព្រះយេស៊ូវដូចគ្នាជាមូលហេតុដែលលោកគ្រូអ្នកគ្រូត្រូវអប់រំកូនចៅលោកគ្រូអ្នកគ្រូតែគាត់នៅវ័យដែលអាចទទួលការអប់រំបានអាមែនទេបើបើសិនជាគាត់មានការហួសទៅហើយអានឹងយើងក៏បាក់កែទៅហើយមានតែអធិដ្ឋានទេអាមែនទេបាទមានតែអធិដ្ឋានទេតែបើគាត់អត់ទាន់រៀបការទេទោះបីត្រឡប់ទៅដល់កំមុំទៅដល់ជាយាមលូនគាត់
សំណើតែគាត់ទៅកូនnàoយើងជឿព្រះហើយកូនnàoយើងជឿព្រះហើយអាមែនទេបាទតែបើគាត់ការរួចហួសហើយធ្វើមិនមានតែអធិដ្ឋានមានតែធ្វើមុខក្រាស់ដាក់កូនទៅបាទព្រោះកូនច្រើនណាស់ដែលរឹងរូបសម័យនេះអាមែនទេប៉ុន្តែយើងត្រូវតែធ្វើមុខក្រាស់ដាក់គាត់ត្រូវតែដាក់ខ្លួនចំពោះគាត់ធ្វើមិនឲ្យគាត់បែរមករកព្រះអង្គមកអាមែនទេបើតែសំខាន់កុំឲ្យយើងនៅលំដែរអាហ្នឹងគឺអត់បានហើយអាមែនទេយើងមើលជាលទ្ធផលបាទមានរឿងអីកើតឡើងចាប់ពីខ7មកយើងឃើញថាអ៊ីស្រាអែលបានធ្វើបាបសួរដោយសារអីព្រោះអីចាប់ដើមអត់ស្គាល់ព្រះហើយទៅហើយបាទចឹងហើយលោកអ្នកគ្រូក៏บอกថាលោកគ្រូខ្ញុំឃើញនោះអ្នកដឹកនាំពួកជំនុំនោះគាត់ធ្វើចោលលោកគ្រូមួយគាត់ធ្វើតាមកាពីហេតុអីគ្រូអត់ស្គាល់ព្រះមាត់ជឿព្រះយេស៊ូវមាត់អីទៀតមាត់ថាខ្លួនឯងហ្នឹងជាគ្រូបង្រៀនណាមាត់ថាខ្លួនឯងមិនដែរខ្ញុំចេះហើយកពីហ្នឹងខ្ញុំចេះហើយកពីហ្នឹងខ្ញុំចេះហើយប៉ុន្តែសំខាន់ខ្ញុំអត់ធ្វើតាមកពីមែនទេស្នើខ្ញុំគ្រូបង្រៀនឬជាគ្រូបង្រៀនស្អីមើលមិនធ្វើតាមកពីហ្នឹងគ្រូបង្រៀនស្អីគេគ្រូបង្រៀនជាមិនគ្រូបង្រៀនគោហ៎បាទយើងត្រូវមើលកន្លែងហ្នឹងយល់ទេបាទនេះហើយជាសម័យដែលយើងមក ADI ដើម្បីចាប់ផ្ដើមស្ដារជំនឿឡើងវិញអាមែនទេដើរតាមព្រះបន្ទូលឡើងវិញកុំយកលបោយដាក់លើព្រះបន្ទូលច្រើនពេកព្រះបន្ទូលនឹងមានរសជាតិគ្រប់គ្រាន់ហើយអាមែនទេយកព្រះបន្ទូលមកឆ្លើយមកអាមែនទេកន្លែងនេះសំខាន់លោកអ្នកគ្រូបានយើងត្រូវតែឆ្លឹកវាឡើងវិញបាទយើងមើលចង្វាយទាំង12ម្ដងយើងមើលនៅលើ slide យើងមានហើយបាទនេះខ្ញុំសង្ខេបចង្វាយពូចង្វាយទាំង12មានអូធ្នីលអេហុតមែនទេបាទហើយមានបាទរយៈពេលឆ្នាំដែលត្រូវពួកសត្វដទៃជិះជាន់ហើយនឹងសង្កត់សង្កាន់ហើយយើងអានមិញហើយបាទពីខ7រហូតដល់ខចប់យើងមើលខ8បាទគឺព្រះពិរោធហើយព្រះអង្គប្រគល់គេទៅគូសានរីសាថែគេស្ដេចអីគេស្ដេចស្រុកអឺរ៉ានណាហារ៉េនបាទអញ្ចឹងអ៊ីស្រាអែលធ្លាក់ទៅជាអ្នកបម្រើគូសានរីសាថែបានឆ្នាំបាទ8ឆ្នាំបាទ8ឆ្នាំបាទ10បានឆ្នាំបាទ8ឆ្នាំអញ្ចឹងគូសានរីសាថែមានន័យថាអាក្រក់ទ្វេដងយើងមើលខ9ពេលបបាក់ពួកគេធ្វើអីពេលបបាក់ស្រែងរកព្រះអធិដ្ឋានរកព្រះព្រះអង្គជួយឬអត់ជួយព្រះអង្គជួយព្រះអង្គល្អអត់លោកនេះព្រះអង្គទ្រង់ល្អណាស់ហើយអមែនណាមិនថាតែអ៊ីស្រាអែលទេយើងក៏ដោយតែពេលបបាក់អធិដ្ឋានទៅព្រះអង្គក៏នឹងជួយយើងដែរអាមែនលោកអ្នកគ្រូត្រូវមើលកន្លែងនេះឲ្យឃើញថាព្រះអង្គមានមេត្តាមានករុណាក្នុងជីវិតយើងខ្លាំងជាទីបំផុតអាមែនទេបាទមកយើងមើលព្រះអង្គជួយតាមចេតនាលោកអូនីលបាទលោកអូនីលបាទទីកូនលោកគេណាស់ហើយជាក្មួយលោកកឡែកហ្នឹងឯងបាទដែលបាននាងអក្សាធ្វើជាប្រពន្ធហ្នឹងឯងគាត់ចេញមកបាទជួយរំដោះអ៊ីស្រាអែលហើយអ៊ីស្រាអែលមានសេចក្តីសុខប្រហែលឆ្នាំសម័យលោកអូនីល40ឆ្នាំបាទ40ឆ្នាំយូរមែនទេបាទយូរមែនទេដល់មានសុខបាទកាលណាមានសន្តិភាពប្រទេសចាប់ផ្ដើមរីកចម្រើនសុខស្រួលយ៉ាងម៉េចដែរបាទភ្លេចព្រះទៀតបាត់ហើយបាទអញ្ចឹងដល់ពេលភ្លេចព្រះមានរឿងយ៉ាងហ្នឹងធ្វើអាក្រក់បងឲ្យអ្នកណាមកវាយបាទមកបង្ក្រាបអ៊ីស្រាអែលស្ដេចអេក្លុងសាសបាទបោកអាប់នៅចំណុះប្រហែលឆ្នាំទៅ18ឆ្នាំយូរឆាប់នេះបាទយូរមែនតើបបាអីមើលទៅនេះបាទប៉ុន្តែនៅក្នុងខ15អ៊ីស្រាអែលធ្វើអីអង្គរកព្រះទីព្រះអង្គឆ្លើយតបអត់ឆ្លើយព្រះអង្គល្អណាស់អាមែនព្រះអង្គល្អណាស់ព្រះអង្គប្រើអ្នកណានេះលោកអេហុតជាមនុស្សយ៉ាងម៉េចជាមួយលក្ខណៈរបស់គាត់នេះមើលលោកអេហុតមានលក្ខណៈយ៉ាងម៉េចទៅប្រើដៃឆ្វេងគាត់នៅក្នុងអំពៅអីគេលោកគ្រូអ្នកគ្រូបេនយ៉ាមីនមានន័យថាម៉េចទៅលេចហើយនេះលេខទីនេះន័យថាម៉េចបេនយ៉ាមីនមានន័យថាកូននៃដៃស្ដាំ
côn này đầy sầm và này ra phụ Benjamin thì bên này thằng Benjamin cứ côn đầy sầm côn này cầm lạc đấy côn này cầm lạc vẫn là pe luôn em không cái pi ra ra cả đầy về hết này mưa lực công nghiệp rồi bơ không đang như ra đầy sầm mày đó chứ mày cô của pi thằng rong này đi ra cả đầy về đây sao ấy rồi đây sao ấy chúng ta quạt cao nó đầy bao quạt ai đầy bền đấy đầy ruồi thì có ọt điện đáy thì có sọt đáy mẹ nào cái nát trong ra là đáy chơi đúng như này chứ bữa nay nó khá cái khâu nhớ là ra là đầy được sọt phải không nhớ lên mẹ ăn cái pin tự nhiên là đó cái pin mẹ chơi ta xe oi oi là so thế mẹ đó mà xưa mấy bạn con đào khen chào ha mấy tử đấy mà thì mấy cô mưa nó được lẹ này rồi chưa còn khao mẹ đó bữa xưa còn mấy bạn phụ anh đấy đôi là lẹ đấy còn là phụ của mình chọn này mũi và là chưa việc khao mẹ đó nè hơi xu chứ đúng mà một khó là cái máu này nè đôi mẹ muốn nhưng mấy cô bằng con đào cho bạch to chương vậy to chương là quỳ bày vậy hả phụ con chưa mẹ đó mẹ nhưng em không còn trong tại đây xuê tê và tại đây sẽ của vậy vậy đây anh spot vì cô ai clay không bị thua mà đang hơi phá cả vậy đó vô này lại và con tay mình đứng đây bị ca là hiếm đi mình đứng đây mưa tới ăn sập tập hiếm đi cứ tới bàn sạch ấy kì sạch sang một áo cứ sạch em không tục chặt mỏ thằng bên đang ngồi vô xuôi về xa co ngọt vài dưới no ở mùi khuê đáy đó ở mùi sắp đáy này rồi sẽ cái tham mà nè nó thưa ấy sẽ ở ba vừa đó chưa mưa cướp lên cả cái sẽ ở trồn các bài hả thế rồi hốt bạch cò sành quỏng này đó vô lại nữa bây giờ như á chỉ chơi mưa lại nhá con tay mình đứng đáy khoan đi bịa bàn pra amen bịa bàn pra mình đứng đáy khoan ở cướp lên cả nặng bịa bàn pra mình đứng đáy đẹp xây mưa tân ác sầm mặt tập hiệp từ đây mình cao đây đó và ba tới bịa bằng pì muối chỉ muối thịt cô đơn thâu pì muối phụ muối cô đơn thâu pì muối chỉ phụ muối kho một phi phụ muối thành toán thành vậy một phi phụ muối thành toán thành vậy cô đơn thâu pì muối chung phụ muối kho phi tớ rồi tôi phi phụ muối đó phi tớ và cô đơn thâu pì muối chung phúc mùi kho một phi của muối đó một phi bằng vậy bón ôn từ muối pì vậy bón ôn ơi số cân người chồng ta bón ôn chim nụ bạc ngà ba chia bên trên trạc ta ai cứ non chân ngọc bón ôn cuộc sơ miên nẹ prang hang lô gầy nhìn tỉ hai câu bóng sơ miên nẹ thông nâng nẹ rộng ôm của đài tôi từ với kẻ chim cha ăn rơ quay đang đu lô cha tông ha lên lia một trang bù nẹ pra ông mang rơ quay đang đu lô cha tông ha tông sói một trang bù nẹ lang bù cài pre chim cha bán rơ quay đang đu lô cha tông ha thọc tiệp thì bụng hai mẹ nghĩ hai miên đồng lại con trai thì luôn luôn cho tốt tha chi mà luôn phải nổi amen chân là có điểm nó chỉ khơi chứ nước em hút sạch mưa tới thật mình ai thử ấy sạch bàn đi này đó mình ai thử ấy bàn thì ok cho mà chân sạch bàn ở đây thì con tay bố rong nè đi về bàn bỏ chưa rưng ở vui gì nè rồi đó Israel amen đấy lúc lúc nè kêu mình nước xem thì mưa máu tháng dương cô ở trên đây chịu đựng ăn chịu đựng sơ bàn riêng này đó chịu đựng đây mình sơ chết cất tràn chịu đựng đây mình sơ nghiên tập lai sầm rạp lục cảnh
ប៉ុន្តែព្រះបានជ្រើសរើសលោកគ្រូអ្នកគ្រូដើម្បីឲ្យជឿព្រះអង្គហើយបំផ្លាស់បំប្រែជំនឿប្រជាជននៅក្នុងប្រទេសកម្ពុជាដែរអាមែនទេតើពេលដែលជឿព្រះហើយតែងតែមានលេសសម្រាប់ខ្លួនឯងថាអូលោកគ្រូខ្ញុំចាស់ហើយខ្ញុំមិនអាចផ្សាយដំណឹងល្អបានទេខ្ញុំចាស់ហើយខ្ញុំអត់សូវចាំទេខ្ញុំធ្វើអត់កើតទេតើធ្លាប់មានលេសទាំងអស់នេះនៅក្នុងជីវិតខ្លួនឯងដែរទេបើសិនជាធ្លាប់យើងមើលលោកអេហុតមើលតើគាត់ដែលមានលេសសម្រាប់ខ្លួនគាត់ទេគឺអត់ទេគាត់អត់ដែលយល់លេសថាអូព្រះអង្គទូលគុំធ្វើអត់បានទេទូលគុំដៃស្ដាំនេះរួញញែកញោខ្ញុំប្រអត់កើតទូលគុំមានតែដៃមួយខាងជាមនុស្សដែលអសមត្ថភាពទូលគុំធ្វើអត់កើតតែគាត់ដែលល្អូចឹងអត់ទេអត់ទេគាត់មើលឃើញថាព្រះគាត់ជាបានរឿងគាត់ហើយគាត់ធ្វើបេសកកម្មមួយនេះអាមែនទេលោកអ្នកគ្រូត្រូវតែមើលឃើញពីអត្តសញ្ញាណរបស់លោកគ្រូអ្នកគ្រូអ្នកគ្រូគឺជាមនុស្សដែលព្រះបានជ្រើសរើសហើយអាមែនទេពីមុនយើងជាមនុស្សអត់មនុស្សគ្មានតម្លៃជាមនុស្សអត់បានការពិតបានដោយសារអត់មានព្រះនៅជាមួយអាមែនទេតែពេលនេះលោកអ្នកគ្រូជាមនុស្សដែលមានព្រះគង់នៅជាមួយអាមែនទេហើយអ្វីដែលលោកអ្នកគ្រូអាចធ្វើបានក៏មិនមែនដោយសារសមត្ថភាពលោកអ្នកគ្រូទេតែគឺដោយសារព្រះជួយលោកគ្រូអ្នកគ្រូអាមែនទេឈប់យល់លេសឈប់ដោះសារទៀតទៅបាទឈប់ដោះសារទៀតទៅអាមែនទេអូប្រហែលជាគេអត់ជឿទេដឹងខ្ញុំនិយាយអូលោកគ្រូម្នាក់ហ្នឹងគាត់ប្រកែកយើងខ្ញុំណាគាត់ខ្ពស់ខ្ពស់ណាបាទដូចបាទលោកអ្នកគ្រូគាត់ធ្វើទីបន្ទាល់ប្រាប់ខ្ញុំចឹងអូលោកគ្រូគាត់សង្គ្រាមវត្តគាត់អាចារ្យអូខ្ញុំមកបាក់ផ្សាយនឹងល្អណាស់ខ្ញុំឆ្លើយមិនចេញប៉ុន្តែអ្នកណាជាអ្នកជួយលោកគ្រូអ្នកគ្រូព្រះតែនៅក្នុងលោកគ្រូអ្នកគ្រូអាមែនទេលោកអ្នកគ្រូខ្លាចអាប់មុខប៉ុន្តែព្រះក៏ខ្លាចអាប់មុខជាងលោកគ្រូអ្នកគ្រូទៅទៀតពីព្រោះព្រះអង្គគឺជាព្រះអាមែនទេបើព្រះអង្គប្រើលោកគ្រូអ្នកគ្រូជ្រើសរើសលោកគ្រូអ្នកគ្រូប៉ុណ្ណេះហើយព្រះអង្គដឹងច្បាស់ហើយថាព្រះអង្គជួយលោកគ្រូអ្នកគ្រូដោយរបៀបណាព្រះអង្គដឹងច្បាស់ជាងលោកគ្រូអ្នកគ្រូខ្លួនឯងអាមែនទេអញ្ចឹងបាទយើងឃើញបែរមកយើងចាំវាយយើងវិញមកទីបំផុតអេហុតបានសម្លាប់ស្ដេចអេក្រូនចោលហើយអេហុតបានកែងពួកអ៊ីស្រាអែលហើយអ៊ីស្រាអែលក៏រំដោះខ្លួនមានសេរីភាពហើយប្រទេសបានសុខសាន្តបានឆ្នាំបាទ80ឆ្នាំវ៉ាបរិបទការដៃនេះនាំឲ្យប្រទេសមានសន្តិភាព80ឆ្នាំមិនធម្មតាទេអាមែនទេយើងឃើញទេបាទយើងឃើញចវាយក្រោយមកគឺលោកអីគេបាទលោកសាំកើបាទហើយសាំកើនេះយើងឃើញថាអត់សូវបានរៀបរាប់ច្រើនទេប្រហែលជាដោយសារតែគាត់ដឹកនាំបន្តពីលោកអេហុតបាទប្រទេសសុកសានស្ដេចផងគាត់ក៏ធ្វើជាអ្នកដឹកនាំប៉ុន្តែក៏ពីអត់បានប្រសើរច្រើនមែនទេបាទតាលោកគ្រូនេះយើងបន្តទៅទៀតយល់ហើយយើងយល់ច្រើនណាស់បាទសូមយើងចូលទៅចំពោះ4តាទៅជាមួយគ្នាចង្វាយចំពោះ4សូមអានពីខ1ដល់ខ23បាទបន្តទៅទៀតបាទ1 2 3ព្រះគោលពួកគេទៅក្នុងដំណើរការរបស់ព្រះបានកាលពីជាសាស្ត្រស្រុកកាណាដែលគង់នៅក្នុងអាសរមេតបរមសាឈ្មោះស៊ីសេរ៉ារស់នៅក្នុងហារ៉ូសេយូយព្រះបានទឹកមានរទេហើយប្រពន្ធគ្រឿងហើយសង្កត់ចង្កឹងជុំជាអ៊ីស្រាអែលយ៉ាងខ្លាំងអស់រយៈពេល20ឆ្នាំហើយនេះហើយបានជាជនជាតិអ៊ីស្រាអែលស្រែកអង្វរព្រះអង្គម្ចាស់នៅចំណងនោះលោកស្រីដេបូរ៉ាជាការីហើយជាភរិយារបស់លោកឡាពីដូបានដឹកនាំជនជាតិអ៊ីស្រាអែលលោកស្រីដេបូរ៉ាតែងតែកាត់ក្តីនៅក្រោមដើមល្មើតែនៅក្រោមគេហៅថាល្មើរបស់លោកស្រីដេបូរ៉ាស្ថិតនៅចន្លោះភូមិអាម៉ានៅភូមិក្នុងតំបន់ជនជាតិអ៊ីស្រាអែលតែងតែបានទៅរកលោកស្រីដេបូរ៉ាឲ្យជំនុំជម្រះរឿងរ៉ាវរបស់ពួកគេថ្ងៃមួយលោកស្រីដេបូរ៉ាបានខំហៅលោកបារ៉ាក់ជាកូនរបស់លោកអាមីណូដែលរស់នៅក្នុងភូមិមេដាក្នុងដែនដីណាសាលីហើយគេប្រសាសន៍ទៅគាត់ថាព្រះអង្គម្ចាស់
ជាព្រះរបស់ជនជាតិអ៊ីស្រាអែលមានព្រះបន្ទូលមកលោកតទៅនេះចូលទៅឯមនុស្ស10000នាក់ក្នុងកោសម្ព័ន្ធណាថាលីតាសាយូឡូនហើយនាំគ្នាឡើងទៅលើភ្នំតាបោយើងនឹងតាក់ទាញស៊ីទេតាជាមេតបរបស់ស្ដេចយ៉ាប៊ីនព្រមទាំងរទេចម្បាក់និងកំពូលរបស់គេឲ្យមកច្បាស់អ្នកនៅត្រង់ទឹកឈ្មោះអ៊ីសូយើងនឹងប្រមូលគេមកក្នុងកណ្ដាប់ដៃរបស់អ្នកលោកបារ៉ាឆ្លើយថាបើលោកស្រីអញ្ជើញទៅជាមួយខ្ញុំទើបខ្ញុំព្រមទៅតែបើលោកស្រីមិនអញ្ជើញទៅទេនោះខ្ញុំមិនព្រមទៅឡើយលោកស្រីទេវតាតបថាបានខ្ញុំនឹងទៅជាមួយលោកប៉ុន្តែលោកមិនទទួលបានកិត្តិយសក្នុងចម្បាំងនេះទេដោយព្រះអង្គម្ចាស់នឹងប្រគល់ស៊ីរេសាមកក្នុងកណ្ដាប់ដៃមនុស្សស្រីលោកស្រីទេវតាក៏ធ្វើដំណើរជាមួយលោកបារ៉ាទៅភូមិទេដែរនៅទីនោះលោកបារ៉ាបានគាត់ឲ្យកូនសម្ព័ន្ធសាប់យូឡូណាស់តែឲ្យជួបជុំគ្នានៅគេដែរមានមនុស្ស10000នាក់សម្រាប់ចាត់ទៅជាមួយលោកហើយលោកស្រីទេវតាក៏ទៅជាមួយដែរលោកហេបឺជាជនជាតិកែតបានបែងចែកពីជនជាតិកែតឯទៀតដែលជាពូជបងរបស់លោកខូបាបងផ្លាយរបស់លោកម៉ូសេកូនបងជំរំនៅក្បែរដើមជ្រៃហាណានីមចិត្តភូមិដេហែមានគេជម្រាបលោកស៊ីរេសាថាលោកបារ៉ាជាកូនរបស់លោកអោមីណោបានឡើងទៅលើភ្នំតាបោលោកស៊ីរេសាប្ររត់ទេចំបាញ់900គ្រឿងនិងកងទ័ពទាំងអស់របស់គាត់ទៅខាងប្រទេសកូយឹមហើយចេញដំណើរឈ្មោះទៅជ្រូកគីសូពេលនោះលោកស្រីទេវតាមានប្រសាសន៍ទៅតាមលោកបារ៉ាថាចូលចេញទៅថ្ងៃនេះព្រះអង្គប្រចាំប្រគល់ស៊ីរេសាមកក្នុងកណ្ដាប់ដៃរបស់លោកហើយព្រះអង្គចាំតើយាងនាំមកលោកបារ៉ាចុះពីភ្នំតាបោដោយមានមនុស្ស10000នាក់មកជាមួយលោកដែរព្រះអង្គម្ចាស់ធ្វើឲ្យលោកស៊ីរេសាព្រមទាំងរទេចម្បាំងនិងពលទេហ៊ានទាំងអស់របស់គាត់បានតបនៅមុខលោកបារ៉ាលោកស៊ីរេសាក៏តបចោលរទេចម្បាំងរបស់គាត់ហើយរត់គេចខ្លួនទៅលោកបារ៉ាទេតាមរទេចម្បាំងនិងកងកម្លាំងរហូតដល់ហាសូកូជីកងទ័ពទាំងមូលរបស់លោកស៊ីរេសាស្លាប់ដោយមកដាវមានសពម្នាក់ដែររីឯលោកស៊ីរេសាវិញគាត់រើគេចរហូតដល់តង់របស់នាងយ៉ាអែដែលត្រូវជាប្រពន្ធរបស់លោកហេបឺជនជាតិកែត្បិតព្រះបាទចាវីជាស្ដេចក្រុងហាសោនិងគ្រូគ្រួសារលោកហេបឺមានទំនាក់ទំនងជាមួយគ្នាដោយមេត្រីភាពពេលនោះនាងយ៉ាអែចេញមកទទួលលោកស៊ីរេសាទាំងពោលថាសូមអញ្ជើញចូលក្នុងមកគុំភ័យខ្លាចអីលោកស៊ីរេសាក៏ចូលទៅក្នុងតង់ហើយនាងនាំលោកទៅលាក់នៅត្រង់ពួនខណៈនោះលោកស៊ីរេសាពោលថាសូមអ្នកមេត្តាឲ្យទឹកខ្ញុំផឹកបន្តិចត្បិតខ្ញុំស្រេកទឹកណាស់នាងប្រមូលថតស្បាយទឹកដបជូនលោកស៊ីរេសាពិសារួចគ្រាប់ភួយទៅវិញលោកពោលទៀតថាសូមអ្នកនៅចាំមាត់ទ្វារតង់ប្រសិនបើមានគេមកសួរអ្នកថាតើមាននរណាចូលមកទេឬសូមឆ្លើយថាមានទេដល់លុយហាត់ខ្លាំងពេកលោកស៊ីរសាក៏សម្រាមលក់ទៅនាងជាឲ្យយកនយោនិងចំណែកដែរហើយណាលោកចូលទៅចិត្តលោកស៊ីរារួចបោះចង្រឹងនោះប្រំសៀតផ្ការបស់លោកស៊ីរសាធ្លុះដល់ស្លាប់ទៅពេលនោះលោកបារ៉ាដែលបានទិញតាមលោកស្រីស៊ីរសាក៏មកនាងយ៉ាអែចេញទៅជួបលោកហើយពោលថាសូមអញ្ជើញមកនេះខ្ញុំនឹងបង្ហាញមនុស្សដែលលោកកំពុងតែរកលោកបារ៉ាចូលទៅក្នុងជំរំឃើញលោកស៊ីរសាដេកស្លាប់ដោយមានចង្រឹងដែកដល់ជាប់នឹងស្នៀតផ្កាថ្ងៃនោះព្រះអង្គម្ចាស់បានបំបាក់ព្រះបាទយ៉ាមីនជាស្ដេចស្រុកកាណាននៅចំពោះមុខជនជាតិអ៊ីស្រាអែលជនជាតិអ៊ីស្រាអែលមានព្រៀបលើព្រះបាទយ៉ាមីនជាស្ដេចស្រុកកាណានកាន់តែខ្លាំងឡើងហើយ
បំផុតគេក៏សម្លាប់ស្ដេចយ៉ាងនេះបាន អាមែនចឹងយើងមើលនៅទីនេះបាទចំពោះ4លោកអ្នកគ្រូយើងមើលពេលដែលអ៊ីស្រាអែលបាទប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គបានបាទបកគលពួកគេទៅស្ដេចបាទយ៉ាប៊ីនពីស្ដេចស្រុកកាណានហើយដែលមានមេតួរបស់ស្ដេចយ៉ាប៊ីនហ្នឹងបាទគឺតួខ្លាំងពូកែរបស់ស្ដេចហ្នឹងឈ្មោះថាអីគេស្ដេចមេតួរបស់សាកាណានឈ្មោះស៊ីសេរ៉ាបាទស៊ីសេរ៉ាបាទស៊ីសេរ៉ាបាទអញ្ចឹងគឺមេតួនេះគឺពូកែមែនទេបាទយើងមើលមេតបនេះគឺធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលវាឈ្នះរហូតដល់អ៊ីស្រាអែលចាក់ចាញ់មកព្រមនៅជាចំណុះអស់រយៈពេលប៉ុន្មានឆ្នាំណា20ឆ្នាំមែនទេកាលនេះយើងមើលមើលដំបូងនៅចំណុះស្ដេចគូសានវិសាថែប្រហែលឆ្នាំ8ដល់ក្រោយមកទៀតនៅក្រោមចំណុះស្ដេចអេក្លុនប៉ុន្មានឆ្នាំ18ឥឡូវនៅក្រៅចំណុះស្ដេចយ៉ាប៊ីនដែលមានមេតបរបស់ស្ដេចយ៉ាប៊ីនឈ្មោះស៊ីសេរ៉ាឡើងគ្រប់គ្រងនេះប៉ុន្មានឆ្នាំ20ឆ្នាំកើតឃើញឆ្នាំវេទនីកើនណាបាទកើនពី8ទៅ18កើនពី18ទៅ20ឆ្នាំមែនទេមិនក៏ចេះតែចាញ់ពីទៅក្រែងមានព្រះនៅជាមួយតើអីក្រែងមានព្រះនៅជាមួយតើមិនក៏ចាញ់គេមិនគុំឲ្យឈ្នះគេលោកអ្នកយើងមើលមើលអ៊ីស្រាអែលរៀនជ្រើសរើសហើយមិនក៏ព្រះឲ្យចាញ់គេចុះមិនក៏ព្រះឲ្យនៅចំណុះគេហេតុអ្វីបាទពីព្រោះគេប្រព្រឹត្តអំពើអាក្រក់ទាស់នឹងព្រះបានន័យថាមិនស្ដាប់បង្គាប់តាមព្រះបន្ទូលព្រះអញ្ចឹងក៏ពីចោទយៈកថាឬទុតិយកថាចំពោះ28លោកម៉ូសេបានប្រាប់ហើយបើអ្នករកគ្នាមិនស្ដាប់បង្គាប់តាមព្រះបន្ទូលព្រះទេមានរឿងអីកើតឡើងអ្នករកគ្នាចេញទៅច្បាំងនៅផ្លូវមួយតែខ្មាំងសត្រូវអ្នករកគ្នានឹងមកវាយហើយអ្នករកគ្នានឹងរត់ទៅអីគេផ្លូវ7វិញតែបើស្ដាប់បង្គាប់អ្នករកគ្នាចេញទៅតែ5នាក់វាយមនុស្ស100នាក់ចេញទៅ10នាក់វាយមនុស្សដល់ទៅ10000 1000 10000នាក់មែនទេប៉ុន្តែអត់ស្ដាប់បង្គាប់ព្រះគឺព្រះបន្ទូលនេះគឺនឹងធ្វើឲ្យសម្រេចយល់ទេបាទលោកអ្នកគ្រូក៏ដែរបើមិនព្រមស្ដាប់បង្គាប់តាមព្រះបន្ទូលព្រះទេកុំឲ្យព្រះមិនអត់ការពារខ្ញុំអញ្ចឹងព្រះនឹងអត់ជួយខ្ញុំសោះខ្ញុំជឿព្រះអង្គប៉ុណ្ណឹងហើយនេះខ្ញុំធ្វើប៉ុណ្ណឹងហើយមើលខ្ញុំឆ្ងល់ដល់ហើយនេះខ្ញុំជឿព្រះអង្គយូរប៉ុណ្ណឹងហើយព្រះអង្គដូចល្មិចអីនេះខ្ញុំជឿប៉ុណ្ណឹងហើយមែនអត់យើងមើលយើងឆែកមើលតើយើងជឿព្រះយេស៊ូវយ៉ាងម៉េចជឿដោយធ្វើតាមព្រះបន្ទូលព្រះឬក៏ជឿខ្ញុំមានសេរីភាពហើយដូចខ្ញុំបាននិយាយស្រាប់អញ្ចឹងមែនទេព្រះអង្គដោះខ្ញុំឲ្យមានសេរីភាពណាព្រះអង្គដោះខ្ញុំឲ្យមានសេរីភាពកុំមកយកខ្ញុំដាក់នឹមព្រះអង្គក៏ដាក់នឹមខ្ញុំមែនទេអ្នកជឿព្រះយេស៊ូវនៅក្នុងប្រទេសខ្មែរពីច្រើនគឺបែបហ្នឹងឯងណែព្រះយេស៊ូវព្រះអង្គឯងដោះខ្ញុំឲ្យមានសេរីភាពកុំដាក់នឹមខ្ញុំមកសោះគ្រូហ្នឹងអធិប្បាយទៅយកតែក្របវិន័យមកឲ្យគ្រូហ្នឹងអធិប្បាយឲ្យតែធ្វើតាមកាពីនេះគេមានសេរីភាពឲ្យតើអីពួកជំនាញសេរីភាពហ្នឹងមិនអត់ឲ្យធ្វើតាមកាពីអញ្ចឹងណាលោកនេះគ្រូចាំឬក៏យ៉ាងម៉េចលោកនេះគ្រូជឿបែបហ្នឹងឬយ៉ាងម៉េចណាជឿព្រះយេស៊ូវហើយអញ្ចឹងអត់ធ្វើតាមកាពីទេឬក៏ធ្វើតាមកាពីជឿព្រះយេស៊ូវហើយណាមែនព្រះយេស៊ូវមិនរំដោះយើងណាដើម្បីឲ្យយើងធ្វើជាចង្វាយលើព្រះអង្គទេមែនអត់ថ្ងៃថ្វាយខ្លួនដំបូងនេះដែលយើងជឿព្រះដំបូងហ្នឹងសិតតែអធិដ្ឋានថ្វាយខ្លួនហ្នឹងអធិដ្ឋានយ៉ាងម៉េចសិតតែព្រះយេស៊ូវឲ្យទូលបង្គំជាមនុស្សមានបាបមែនអត់សូមព្រះអង្គទទួលទូលបង្គំសូមថ្វាយខ្លួនជឿព្រះអង្គយាងព្រះអង្គធ្វើជាស្ដេចនិងជាម្ចាស់មែនឬមែនហើយដល់ពេលរួចហើយព្រះអង្គទទួលថាអូខេផ្ដិតមេដៃទាំងអស់គ្នាមែនអត់ដល់រួចហើយអាននេះខ្ញុំមិនមែនមកធ្វើកាជះព្រះអង្គឯងណាមែនអត់ភ្លេចហើយព្រះអង្គភ្លេចថ្ងៃចុះកិច្ចសន្យាចុះមែនឬមែនយើងច្រើនអ្នកជឿព្រះយេស៊ូវនៅស្រុកខ្មែរគឺបែបហ្នឹងយើងមានសេរីភាពឲ្យតើយើងមានសេរីតែមិនចុះនេះមិនចេះព្រះអង្គមើលវិញចុះកូនអញមិនចុះកូនអញរៀនចេះដឹងតិចតួចដូចល្មិចទេដូចបែកមិនទេនេះខ្លាំងជាអាពួកទំនើងទៀតមែនអត់ហើយអាហ្នឹងព្រះអង្គដោះខ្ញុំមកមានសេរីភាពតែកុំយកនឹងមកដាក់ខ្ញុំព្រះអង្គណែកុំឌឺដាក់ខ្ញុំព្រះអង្គមែនអត់ណែគ្រូហ្នឹងអធិប្បាយ
เรื่องตะกับปีม้าครูนักครูกระดิ่งในครูนั่นแต่กระดิ่งในมันกระดิ่งในไอ้ใครเปรี้ยมันตุ้มเปรี้ยไอ้อาเมนเหรอน่ะเมื่อกระปีติดเบิ้ลเปรี้ยซูแต่เจ้ากระบี่มุ้ยบ้องเจ้าเหรอกระบี่มุ้ยบ้องเจ้าเหรอไอ้ยืนเรื่องกับโยกกระดิ่งในอันนั้นเต้กระดิ่งในผมมุ้ยร้อยตับใบปากกาสังเกตหมอสอบตับปากกากระดิ่งในตับปากกาสังเกตหมอสอบมาปีปากกากระดิ่งปีปากกาสังเกตหมอสอบมามุ้ยปากกาไม่ยังมันต้องพูดเลยเฮ้ยอาจจะสังเกตเดี๋ยวไอ้บอลสังเกตเอาเลยตั้งอาเมนเนาะแต่ตรึงมือไอ้ไม่ยังเมื่อว่าเขาบอกประตูเปรี้ยงนะพอเอาอัดมีกาปีพอเอาอัดประตีนโป้ยพอเอากระเดาอย่างไรเอาชื่อบ้านยองดาวละมันจะดูมันจะสตาร์ทพอสำนักไหมพอเอากระเดาอย่างนู้นเยอะเลยอะไรเยอะนั่นมาchưaเปรี้ยงอันกับปีให้บัตรใช้กับเอาเต้บัตรใช้สโตร์ไปเจย์เรื่องกับปีนั่นเต้เรียกว่าตู้ปรับไอ้เธอไอ้ทรงเธอเติมอาเมนอันตั้งเอาโยปีปะในบัตรกับปีเมาอาเมนนะมากับปีการละตีปราบไปตั้งออกน้องเนี่ยเราเรียกเอามีเสรีพิมพ์หาแต่ก็เอาปราบเสรีพิมพ์นักดับใบปองปิงตามสัจชิมต่างหาระบบเนี่ยเรานี่อาเมนนะมาเอามีเสรีพิมพ์มารู้เอาสโตรตามบาฮันเตยเปรียมเมาอาเมนนะมาเอายืมมือเลยทีนี้ซีเซราเนี่ยกรุบกรองเรากับเพย์ชนะนะสรูล้อมาเตยบอกไอ้กิจวัตรยังเพย์ชนะสรูเตยแม่นัดยุติทัวร์ชนะเอาแม่นัดมีไอ้ล้อที่กินมันโยบัดมีไอ้ล้อที่กินมันโยบัดมีอะไรมาจังชื่อเจ้าบัดจังมีไอ้ล้อที่กินโยแต่บัดคือถึงครีมบัดมีคนล้อที่กินโยแต่บัดแต่เอาตามใบเอาผู้ออกมาเป็นใบจังนี่นี่คือใบหนึ่งที่ใช้คือใบหนึ่งแม่นัดว่ายังบางทีบอกพับเปรียบปลาเนี่ยนะปลาหรือปลาหรือสไลปลาหรือสไลมันเนี่ยได้ผู้รู้ต่อปลาเปรียบใช่ไหมสไลมันเนี่ยโชว์ทัดเดโบราเดโบรามีในท้าขมุมว่าสักขมุมว่าเดโบราบ้าเอ๊ะว่ายังไงบางทีในที่นี้เลือกตึกจัดเนี่ยครูแมนแต่บ้าที่เคยจะบอกเอาดำไลเนี่ยครูแมนแต่เป็นคลาสบาเปียตุ่มยิ้มตุ่มรอบบอกไม้ราสตรีเวอร์จะกลางอับจุ่มนั่นคือมันตรำใจดีสตรีจีเมตตาใบมาเลยใช่ไหมวอลมือโกนทองวอลอาหาเอาโกนทองวอลรีบเตียทองใช่ไหมนะสตรีคลาสกดลูกโดทองสตรีคลาสกดเวอร์กาเช้าจิตที่บำพอดไปนะมันได้เปรี้ยงมันตายบอกบอกเจ้าสตรีที่สุดไปได้ในเรื่องปีสัญญาจ้าอาเมนนี่คือบาสองห้ายังปีดำไลสตรีจะอ้อในเรื่องที่พบโลกที่พิเศษเป็นขนมกะปิกัมพูชีระหว่างยืนอาเมนนะบ้านจะให้บ้านเชียลูกรู้จะอ้อบุรุษจะอ้อตายตายเรียนเอาดำไลเพี้ยยีระหว่างรุ่นไหนบ้านเรียนเอาเก็บยุ่งดองเพี้ยยีระหว่างรุ่นไหนทองตายเอาที่พิเศษเอาเนี่ยครูมาได้จะอ้อก็เอาบ้านมือคืนดำไลระหว่างรุ่นไหนก็เอาดอกเบี้ยกินเลือดดำไลเอาเนื่องจากดาวอมนุษย์เตยจีใบปรีอาเต้ก็เอาสกุลอัตสัญญาไทยยืนที่สตรีได้เปรียบพระเอารูปดอกครูซะเอารูปดอกyang terkecil โดยได้โบราณอาเมนกลายที่สำคัญเอายังเมื่อลงบาระเลยกลายที่จะปลอกเคยได้ปลอกโดยแต่ยืนได้เพราะถ้าเปลี่ยนลงไปในโบราณในไอ้น้องตัวติดบังก็ใช่ทำไมนี่จะมาตื่นเด้ตัวนะตัวเอาใช้ไอ้ตัวเอาลูกใช้ไอ้ตัวนั้นโบราณนี่ไหมคลาหานเจียงลูกใส่หรือกำสาเจียงลูกใส่กำสาเจียงลูกใส่ในโบราณยังไงนั่นเองเอาชื่อไปตัวเขาคลายเตียมอากาศเต้กับตื่นเต้ตัวแต่ลูกใส่ตื่นได้แม่น่ะนั่นในกรณีนี้ลูกรู้ว่ายืมกรมจันทร์มาสองแม่นะกรมคือจีบรองลำโลสองแม่เนี่ยว่าถ้าพอเอาคนจีบเรายืมเอาส่งลูกรู้ว่ายืมเอาเลี้ยงออกนี้แม่นะว่าเอายังมือสกรีมนี่คือในลืมนมในนะบ้างในลืมนมตะเบาแม่นะบ้างบ้างในลืมนมตะเบาบ้างเอาที่ที่จะนำไปยูลุอัดในขนมจุกูปรำยืนนั่นคือจะปอกองฟืนกายางออกยาโดยในคลาสเทียนแต่ยืนนั่นคือจะสกรีมนี่เนี่ยโดยระเบียบนะแต่ท่านเด็กมันดึงยืนมือขึ้นบ้างจำเลยชายืนดาวเมาสำราบ้างต่างหูในนู้ยืนสำราสั้นขนมจุกู
4ហ្នឹងណាបាទណាបាទសូមសម្រាប់ទាំងអស់គ្នាសូមព្រះប្រទានពរ